3របស់យើងក្នុងចំណុចទី3នេះពីបាក់គឺមានតែប៉ុណ្្នេះទេអស់នេះណាបាទតោះយើងលើកមើលតអស់គ្នាអត្ថបទរបស់យើងនោះនេះណាបាទរៀនអានឲ្យបកប្រែនោះទៀតតោះបាទអញ្ចឹងគេនិយាយថា다음은 인터넷 게시판에 올라온 글입니다. បាទអញ្ចឹងខាងក្រោមនេះគឺជាអត្ថបទដែលគេបង្ហោះបាទនៅលើក្តារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត잘 읽고ជួយអានឲ្យបានល្អហើយ 질문에 답해 보세요. សូមសាកមកធ្វើការឆ្លើយបាទជាមួយនឹងសំណួរហ្នឹងបាទតោះអញ្ចឹងវាមាន Q មាន A មានសំណួរនិងមានចម្លើយមែនអស់គ្នាណាបាទអញ្ចឹងសំណួរគេនិយាយថា 저희 집 변기가 자주 막혀요. បាទមើលថាចានបង្គន់ផ្ទះរបស់ខ្ញុំហ្នឹងគឺវាឧស្សាហ៍ស្ទះនេះបាទ 자주 막혀요 វាឧស្សាហ៍ស្ទះណាបាទហ្នឹងអានេះគឺជានេះរបស់គេណាបាទអត្ថបទចំណងជើងអត្ថបទហ្នឹងបាទតោះឥឡូវយើងមើលកថាខណ្ឌទី1គេនិយាយថា 저희 집은 변기를 많이 사용하지도 않는데 បាទមើលថាផ្ទះរបស់ខ្ញុំគឺមិនណាបាទ지도 않는데 បាទគឺមិនប្រើប្រាស់ចានបង្គន់ច្រើនទេបាទគឺមិនចូលប្រើប្រាស់ចានបង្គន់ច្រើនទេ 너무 자주 막힙니다 បាទក៏តែវាស្ទះច្រើនខ្លាំងមែនទែនវាឧស្សាហ៍ស្ទះខ្លាំងមែនទែនបាទ 너무 자주 막힙니다 사용할 때마다 នៅគ្រប់ពេលបាទនៅពេលដែលប្រើប្រាស់ហ្នឹងគ្រប់ពេលនៅពេលដែលប្រើប្រាស់ហ្នឹង 조심하는데 បាទគឺមានការប្រុងប្រយ័ត្នណាស់ក៏ប៉ុន្តែ 물이 잘 내려가지 않습니다 ទឹកហ្នឹងគឺវាអត់សូវធ្លាក់ទេណាបាទទឹកហ្នឹងវាអត់សូវធ្លាក់ទេបាទទឹកហ្នឹងអត់សូវធ្លាក់ទេ 일주일에 បាទក្នុងមួយសប្តាហ៍ 서너 번 បាទ3ឬក៏4ដង 이상 បាទលើសនិយាយថាលើសពី3ឬក៏4ដង 막히는 것 같습니다 បាទអញ្ចឹងវាទំនងជាឬក៏វាហាក់ដូចជាស្ទះណាបាទវាហាក់ដូចជាស្ទះ 막히는 것 같습니다 បាទអញ្ចឹងមានថាមិនមានថាក្នុងមួយសប្តាហ៍ហ្នឹងវាហាក់ដូចជាស្ទះបាទពី3ទៅ4ដងឡើងបាទលើសពី3ទៅ4ដងបាទអញ្ចឹងមួយសប្តាហ៍ពី3 4ដងស្ទះចង់រាល់ថ្ងៃឯងមែនទេបាទបន្តមកទៀតបាទគេនិយាយថា 막힐 때마다 គ្រប់ពេលបាទនៅពេលដែលស្ទះហ្នឹង 펌프질을 하고 បាទធ្វើការសប់ហើយ 변기 또는 세제를 사용해서 បាទប្រើប្រាស់នៅសាប៊ូទម្លុះនៃការស្ទះក្នុងចានបង្គន់នឹងហើយ 또는데 ហើយខ្ញុំទម្លុះវាក៏ប៉ុន្តែ 그때뿐이고 បាទវាបានតែពេលហ្នឹងទេបាទ 그때뿐이고 បាទគឺវាបានតែពេលហ្នឹងទេ 며칠 지나면 បាទបើសិនបើ3-4ថ្ងៃកន្លងផុតទៅបាទបើសិនបើបាន3-4ថ្ងៃកន្លងផុតទៅទៀត 다시 막힙니다 បាទគឺវាស្ទះទៀតដែរបាទគឺវាស្ទះម្ដងទៀតហើយបាទ 어떻게 하면 좋을까요? បាទតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅល្អបាទតើខ្ញុំគួរយ៉ាងម៉េចទៅតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅល្អបាទអញ្ចឹង question ខាងលើគេបាននិយាយបែបហ្នឹងហើយចំពោះ answer បាទចម្លើយខាងក្រោមបាទគេនិយាយថា 그 정도면 បាទអញ្ចឹងបើសិនបើក្នុងលក្ខណៈកម្រិតហ្នឹងណាបាទបើសិនក្នុងលក្ខណៈមួយអាទិត្យស្ទះលើសពី3ទៅ4ដងហ្នឹងណា 전문가 도움을 받으셔야 합니다 បាទអញ្ចឹងអ្នកត្រូវតែទទួលជំនួយពីអ្នកជំនាញហើយបាទ 전문가 បាទអ្នកជំនាញបាទតោះឥឡូវមើលខាងក្រោមមកគេនិយាយថា 일주일에 서너 번 이상 막히면 ប្រសិនបើក្នុងមួយសប្តាហ៍ 서너 번 បាទវាស្ទះលើសពី3ទៅ4ដង 사용하실 때마다 បាទអញ្ចឹងរាល់ពេលដែលប្រើប្រាស់ហ្នឹង 스트레스를 심하셨겠어요 បាទអញ្ចឹងអ្នកពិតជាមានភាពតានតឹងច្រើនហើយមើលទៅណាបាទ 변기가 막히는 이유는 បាទមើលមូលហេតុដែលធ្វើឲ្យចានបង្គន់នឹងវាស្ទះបាទ 변기가 막히는 이유는 មូលហេតុដែលធ្វើឲ្យចានបង្គន់នឹងវាស្ទះ 여러 가지가 있습니다 បាទគឺវាមានច្រើនគឺវាមានមូលហេតុជាច្រើនណាបាទគឺវាមានច្រើនអីគេច្រើនមូលហេតុហ្នឹងបាទគឺវាមានមូលហេតុជាច្រើនណាបាទ 오래 사용하셨거나 បាទអញ្ចឹងអ្នកប្រើប្រាស់វាយូរពេកឬក៏ 물의 양이 부족해서 បាទអញ្ចឹងដោយសារតែទឹកហ្នឹងដោយសារតែបរិមាណទឹកហ្នឹងវាអត់គ្រប់គ្រាន់បាទ 물의 양 បាទបែរថាបរិមាណទឹកណាបាទ 부족해서 បាទដោយសារតែមិនគ្រប់គ្រាន់
생기는 문제일 수도 있고 bà chẳng vì ai chiaបញ្ហាណា bà ដែលកើតមាន 생기는 ដែលកើតមានណា bà 문제일 수도 있고 bà vì ai chia បញ្ហា bà ចឹងមកថាយើងបកប្រែថៃក្រោយ bà មានថាវាអាចជាបញ្ហាដែលកើតមានដោយសារតែបរិមាណនឹងបរិមាណទឹកនឹងវាអត់សូវមាន បាទវាអត់គ្រប់គ្រាន់ ឬក៏ប្រើប្រាស់យូរពេក បាទប្រើប្រាស់យូរពេក 변기 안에 이물질이 들어간 경우도 생각해 볼 수 있습니다. 바. អញ្ចឹងមានន័យថាករណីដែលកំតិចកំទីករណីដែលកំតិចកំទីនឹងវាចូលនៅក្នុងចានបង្គន់ក៏អាចបាទគិតវាជាបញ្ហាមួយផងដែរណាបាទ 이물질이 들어간 경우에는 បាទអញ្ចឹងក្នុងករណីដែលកំតិចកំទីសម្រាប់នឹងវាចូល 펌프질이나 세제를 사용하는 것만으로는 បាទអញ្ចឹងការដែលប្រើប្រាស់សាប៊ូឬក៏ធ្វើការសប់ 해결이 안 됩니다. បាទគឺអាចដោះស្រាយបានទេ 전문가에게 បាទទៅកាន់អ្នកជំនាញ 연락하셔서 បាទធ្វើការតាក់ទងបាទទៅកាន់អ្នកជំនាញ 점검과 도움을 받으시기 바랍니다. បាទអញ្ចឹងសូមទទួលជំនួយនិងត្រួតពិនិត្យណាបាទជាមើលថាចូលអ្នកបាទធ្វើការតំណែងទៅកាន់អ្នកជំនាញហើយសូមទទួលជំនួយនឹងការពិនិត្យបាទតើឥឡូវយើងមើលចម្លើយសំណួរចម្លើយរបស់យើងគេសួរថា 어떤 문제가 있어서 인터넷 게시판에 질문했습니까? 바. 그렇다 따 반수 보면 바 따 반수 보면은 르다 보면 따 본 인터넷은 ដោយសារបញ្ហាបែបណាបាទដោយសារបញ្ហាបែបណាអញ្ចឹងដោយសារតាគាត់នឹងចានប្រគុណរបស់គាត់ឧស្សាហ៍ស្ទះមែនទេអរគ្នាអូបាទចានប្រគុណរបស់គាត់ឧស្សាហ៍ស្ទះនឹងមួយទឹកឡើង4ទៅ3ទៅ4ដងបាត់ហើយបាទអញ្ចឹងយើងអាចនិយាយថា 변기가 자주 막히는 문제가 있습니다. បាទនេះគឺជាចម្លើយបាទយើងអាចសរសេរដាក់ក្នុងនេះមក ទី2 비클의 내용과 같으면 O 다르면 X세요 បាទគេឲ្យយើងគូសញ្ញាអក្សរ O បើសិនដូចមែនទេបាទបើសិនជាផ្សេងគេឲ្យយើងខ្វែងបាទអញ្ចឹងទី1គេនិយាយថា 이런 문제가 처음 생겼다 បាទមកថាបញ្ហាបែបហ្នឹងគឺកើតជាលើកដំបូងហើយមិនមែនជាលើកដំបូងមែនអរគ្នាបាទមួយអាទិត្យឡើង3ទៅ4ដងបាទទៅហើយក្នុងមួយសប្តាហ៍បាទវាមិនមែនជាលើកដំបូងទេខុសណា ទី2 변기에 이물질이 들어갔을 때는 បាទអញ្ចឹងនៅពេលដែលកំតិចកំទីសម្រាប់វាចូលទៅក្នុងចានប្រគុណ 세제를 사용하면 된다 បាទអញ្ចឹងគឺគ្រាន់តែប្រើប្រាស់បាទសាប៊ូទៅគឺវាទម្លុះបានហើយបាទគឺវាអាចកើតហើយបាទអញ្ចឹងកន្លែងនេះក៏អត់បានដែរបាទការប្រើប្រាស់សាប៊ូឬក៏ធ្វើការសប់នៅពេលដែលកំតិចកំទីសម្រាប់ចូលទៅក្នុងចានបង្គន់គឺมันអាចដោះស្រាយបានទេអានឹងគាត់ហៅអ្នកជំនាញមកមែនទេបាទសម្រាប់ទី3វិញ 변기에 이물질이 들어갔을 때는 បាទនៅពេលដែលការសំណល់កំតិចកំទីបាទសម្រាប់ចូលទៅក្នុងចានបង្គន់ 전문가의 도움이 필요하다 បាទគឺត្រូវការបាទជំនួយរបស់អ្នកជំនាញបាទកន្លែងនេះគឺត្រឹមត្រូវបាទណាបាទគេឲ្យយើងគូសញ្ញាអក្សរ O ណាអូខេតោះយើងលេខ1លេខ3របស់យើងបាទលេខ3គេនិយាយថា 변기가 막히는 이유가 아닌 것을 고르세요 បាទសូមជ្រើសរើសអ្វីដែលមិនមែនជាមូលហេតុដែលបណ្ដាលឲ្យចានបង្គន់នឹងវាស្ទះបាទអញ្ចឹងទី1គឺថា오래 사용해서 បាទអញ្ចឹងដោយសារតែប្រើប្រាស់វាយូរពេកបាទអញ្ចឹងដោយសារតែប្រើប្រាស់វាយូរពេកអានេះវាគឺជាមូលហេតុដែលធ្វើឲ្យយើងនឹងដែលធ្វើឲ្យចានបង្គន់នឹងវាស្ទះមែនអរគ្នាបាទអញ្ចឹងវាមិនមែនជាចម្លើយទេ ទី2 이물질이 들어가서 បាទអញ្ចឹងដោយសារតែកំតិចកំទីសម្រាប់នឹងបញ្ចូលបាទអានេះក៏ជាមូលហេតុដែលធ្វើចានបង្គន់ស្ទះដែរអានេះវាមានជាចម្លើយទេមែនទេបាទទី3 물의 양이 부족해서 បាទអញ្ចឹងដោយសារតែបរិមាណទឹកនឹងវាអត់គ្រប់គ្រាន់បាទអញ្ចឹងអានេះគឺជាមូលហេតុដែលធ្វើឲ្យចានបង្គន់ស្ទះដូចគ្នាបាទទី4 펌프질을 자주 해서 បាទអញ្ចឹងដោយសារតែឧស្សាហ៍សប់បាទដោយសារតែឧស្សាហ៍សប់បាទមិនមែនជាមូលហេតុទេមែនទេបាទគឺចម្លើយទី4